การមកមានក្បាលពីរទីរੂដ៏កំសត់ម្នាក់នេះត្រូវឪពុកម្ដាយបង្កើតយកទៅបោះចោលទាំងរស់ដោយសារតែគិតថាជាបិសាចទីរੂនេះទើបតែកាត់បាន17ថ្ងៃប៉ុណ្ណោះប៉ុន្តែបែរជាមានដុំសាច់ដ៏ធំមួយដុះលើក្បាលមើលទៅហាក់ដូចជាក្បាលពីរអញ្ចឹងឪពុកម្ដាយបង្កើតដែលមានចិត្តខូខើដោយគិតថាកូនខ្លួនឯងជាបិសាចក៏ដាច់ចិត្តយកទីរੂគួរឲ្យអាណិតនេះទៅបោះចោលសំណាងល្អមានបរិសម្នាក់បានប្រទះឃើញក៏ប្រញាប់យកទីរੂតូចនោះទៅកាន់មន្ទីរពេទ្យភ្លាមពេលគ្រូពេទ្យបាក់ភួយមើលភ្លាមមនុស្សគ្រប់គ្នានៅទីនោះដកដង្ហើមធំដោយភាពតក់ស្លុតដុំសាច់នេះមានទំហំធំខ្លាំងណាស់សរសៃឈាមឡើងខៀវខ្វាត់ខ្វែងលើផ្ទៃស្បែកហើយស្បែកនោះទៀតសតគឺស្ដាងមែនតែនឡើងថ្លាដោយសារទឹកដក់នៅខាងក្នុងមើលទៅដូចជាពេញប៉ោងទឹករៀបនឹងផ្ទុះគ្រាន់តែប៉ះថ្នមក៏អាចមានគ្រោះថ្នាក់ដល់ជីវិតក្មេងបានដែរនៅពេលនេះបរិសវ័យក្មេងណែនាំទីរੂនេះមកមន្ទីរពេទ្យបានបន្សល់ទុកត្រឹមក្រដាសព័ត៌មានមួយសន្លឹករួចក៏ចាក់ចេញទៅដោយមិនងាកក្រោយឡើយតាមពិតទៅទីរੂនេះត្រូវបានបរិសចិត្តធររកឃើញនៅក្រោមស្ពានអាកាសមួយហើយក្រោយមកក៏ត្រូវប៉ូលីសជូនទៅមន្ទីរពេទ្យនៅក្នុងតំបន់នោះដើម្បីព្យាបាលដោយសារស្ថានភាពធ្ងន់ធ្ងរពេកមន្ទីរពេទ្យតំបន់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវះកាត់នោះទេក្នុងស្ថានភាពដ៏បន្ទាន់នេះមណ្ឌលកុមារកំព្រានិងមន្ទីរពេទ្យធំទី1នៃសាកលវិទ្យាល័យប៉េកាំងក៏បានសហការគ្នាដើម្បីសង្គ្រោះបន្ទាន់ពួកគេបានដាក់ឈ្មោះឲ្យទីរੂតូចនេះថាយ៉ាវដែលមានន័យថាពន្លឺដ៏ភ្លឺស្វាងដោយសង្ឃឹមថាជីវិតរបស់គេនឹងទទួលបានពន្លឺថ្មីពេលមកដល់ទីក្រុងប៉េកាំងក្រុមគ្រូពេទ្យបានរៀបចំការព្យាបាលដោយយកចិត្តទុកដាក់យ៉ាវមានទម្ងន់មិនដល់2គីឡូក្រាមផងដោយសារតែដុំសាច់នោះគេអាចគេងបានតែមួយចំហៀងប៉ុណ្ណោះហើយរាល់ការថែទាំត្រូវធ្វើដោយប្រុងប្រយ័ត្នដោយខ្លាចដុំសាច់នោះបែកបន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់គ្រូពេទ្យបានបញ្ជាក់ថានេះគឺជាជំងឺប្រព័ន្ធប្រសាយប្រសាទពីកំណើតដ៏កម្រមួយដែលមានអត្រាកើតឡើងត្រឹមតែ 0.05% នៅលើពិភពលោកប៉ុណ្ណោះអ្វីដែលគួរឲ្យសោកស្ដាយនោះគឺជំងឺនេះអាចការពារបានយ៉ាងងាយស្រួលគ្រាន់តែម្ដាយទទួលទានអាស៊ីតហ្វូលិកឲ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលពពោះប៉ុន្តែដោយសារការធ្វេសប្រហែសទើបធ្វើឲ្យក្មេងរងគ្រោះបែបនេះរឿងដែលគួរឲ្យបារម្ភបំផុតបានកើតឡើងស្រាប់តែយ៉ាវមានអាការៈក្តៅខ្លួនខ្លាំងរហូតដល់39អង្សាអត្តផលពិនិត្យបានបង្ហាញថានេះមិនមែនជាការឆ្លងមេរោគធម្មតាទេតែវាជាការឆ្លងមេរោគចូលទៅក្នុងខួរក្បាលនិងប្រព័ន្ធប្រសាយប្រសាទគ្រូពេទ្យបានប្រាប់ថាបញ្ហានេះតម្រូវឲ្យមានការវះកាត់ធំចំនួន3ដងគឺកាត់ដុំសាច់ចេញបូមទឹកចេញពីខួរក្បាលនិងវះកាត់សរសៃឆ្អឹងខ្នងគ្រប់ជំហានសុទ្ធតែប្រថុយនឹងជីវិតស្លាប់នៅថ្ងៃបន្ទាប់របាយការណ៍លម្អិតនៃការថតស្កេនបានចេញមកលទ្ធផលគឺធ្ងន់ធ្ងរជាងអ្វីដែលមើលឃើញពីសម្បកក្រៅទៅទៀតយ៉ាវមិនត្រឹមតែមានដុំសាច់ប៉ុណ្ណោះទេថែមទាំងមានបញ្ហាទឹកដក់ក្នុងខួរក្បាលនិងខួរក្បាលតូចលូតលាស់មិនបានល្អទៀតផងតើយ៉ាវអាចឆ្លងកាត់គ្រោះថ្នាក់ដ៏ធំធេងនេះបានដែរឬទេរងចាំទស្សនាភាគ2ទាំងអស់គ្នា